បាទសួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំណែនាំពីជំរាបដងឈើបាទនេះប្រភេទឈើធ្នង់បងប្អូនណាឈើធ្នង់ហ្នឹងហើយអានេះយើងធ្វើរបៀបម៉ូតខ្លីចន្លោះនេះរៀងរាក់ទេចន្លោះចេះ80ប្រវែងវាចេះ13ណាប្រវែងវា13ហ្នឹងហើយមានផតណាមានផតមានប៉ោងយើងកាន់ទៅស្រួលចឹងហ៎យើងកាន់ទៅក៏លាក់ដៃចឹងណាមានកលៈដៃស្អាតហ្នឹងហើយកាន់ស៊ឹបស៊ូលេងហ្មងបាទហ្នឹងហើយនេះសិតតែប្រភេទធ្នង់ទាំងអស់3 4ដើមនេះហ្នឹងហើយលក់ក្នុងតម្លៃសមរម្យទេបងប្អូនចង់បានអាចទំនាក់ទំនងមកមាន Telegram ខ្ញុំដាក់នៅក្នុងខាងក្រោមណាខ្ញុំដាក់ក្នុង description ខាងក្រោមបាទនេះហើយយើងលេងជាមួយប្រភេទកស៊ូនេះនេះគេហៅកស៊ូ Latic ពូប្រភេទ free size ហ្នឹងល្អស្រួលលេងប្រើនិយាយទៅប្រើបានយូរស្រុកខ្មែរយើងគឺប្រភេទកស៊ូអស់ហ្នឹងហើយកស៊ូអស់ហ្នឹងហើយគឺចំណាត់ថ្នាក់ល្អណាអាចហៅថាលេខ1ណាអាចលេងបានយូរអានេះប្រភេទស្អាតណាស់នេះក្បាលវាពងក្រពើយើងធ្វើប្រភេទក្បាលពងក្រពើអញ្ចឹងនេះហើយមានកលៈចងខ្សែទៅពេលដែលយើងចងខ្សែអានេះរុំអត់បាច់រុំដល់ពេញក្លុកហ្នឹងទេរុំតា5 6ជុំទៅជាប់ហើយអត់ទៅណាអត់របូតទៅណាទេអញ្ចឹងហើយងាយស្រួលដល់ពេលយើងរុំទៅវាខ្សែយើងចងហ្នឹងវាចូលក្នុងកលៈហ្នឹងកលៈដែលយើងឆូតអញ្ចឹងវាអត់ឃើញរត់រាយទេវាមូលនៅក្នុងហ្នឹងទាំងអស់ស្អាតហ្នឹងហើយនិយាយទៅមានម៉ូតច្រើនទៀតណាបើបងប្អូនចង់បានអាចឆាតមកតាម Telegram ទៅកំងបានកំងម៉ូតក៏បានណាយកម៉ូតនេះក៏បានហើយឈើក៏មានតាមប្រភេទដែរមានធ្នង់មាននឹងនួនមានកញ្ញូងអីចឹងណាបងប្អូនណាមានកគីមានអីក៏មានដែរបេងអីចឹងទៅបាទហ្នឹងហើយនេះហើយខ្សែចងវាមាននេះខ្សែចងប្រភេទនេះយើងប្រើពួកប្រភេទនេះគេហៅចំណងចងណាអញ្ចឹងយើងចងមួយចំណងនេះយើងកាត់តែមួយចាមទៅយើងអាចចងបានហើយរុំតាអត់រុំច្រើនទេបងរុំតា5 6ជាន់ទៅជាប់ហើយហ្នឹងហើយនៅអរគុណច្រើនហើយចាំវីដេអូក្រោយខ្ញុំនឹងធ្វើវីដេអូរបៀបចងឲ្យបងប្អូនមើលងាយស្រួលនឹងចេះអញ្ចឹងណាបាទបងប្អូនអរគុណច្រើនហើយជួយចុច Subscribe មួយផងដើម្បីតាមដានវីដេអូថ្ងៃមុខទៅខ្ញុំនឹងធ្វើវីដេអូពីរបៀបចងពីរបៀបលេងឲ្យបងប្អូនបានចេះដឹងទាំងអស់គ្នាអញ្ចឹងណាបាទអរគុណច្រើនបងប្អូនទំនាក់ទំនងតាម Telegram ខ្ញុំដាក់នៅក្នុង description ខាងក្រោមបាទបាយ